Hello សួស្តីដល់អ្នកគ្នាថ្ងៃហ្នឹងដាច់យាយហើយមកនាំកូនកម្ពុជាដល់អ្នកគ្នាមកញ៉ាំមីជាតិហើយយើងមកធ្វើការឆុងមីដល់អ្នកគ្នាគឺមីជាតិយើងហ្នឹងអ្នកគ្នាដែរញ៉ាំមកមីជាតិឥឡូវឆ្ងាញ់មែនតើមកអ្នកគ្នាគឺរសជាតិវាអែមហ្មងគាត់ថាយើងហែកវាកញ្ចប់វាឆុងជាមួយនឹងទឹកក្តៅដាក់គ្រឿងវាហ្នឹងមកអ្នកគ្នាអើយឆ្ងាញ់មែនតើហ្មងអត់ដឹងមកទេប៉ុន្តែកុំញ៉ាំច្រើនពេកដល់គ្នាមីហ្នឹងអត់ល្អទេដោយសារអីគេដាក់សារធាតុរក្សាទុកយូរអញ្ចឹងវាអាចប៉ះពាល់ដល់សុខភាពយើងដែរអញ្ចឹងពេលញ៉ាំអីត្រូវមានរយៈពេលក្នុងការញ៉ាំឲ្យបានត្រឹមត្រូវដល់គ្នាមួយខែយើងញ៉ាំវាតម្ដងទៅឬក៏ពីរដងអីទៅបានហើយដល់គ្នាកុំញ៉ាំរាល់ថ្ងៃពេកព្រោះអីវាល្អសម្រាប់សុខភាពយើងឯងអញ្ចឹងអានេះគឺខ្ញុំបានញ៉ាំម្ដងគឺក្នុងមួយខែគឺញ៉ាំម្ដងចឹងហើយបានញ៉ាំម្ដងយើងសប្បាយចិត្តទីហើយណាគ្នាចឹងវាធ្វើការហើយកញ្ចប់វាដាក់គ្រឿងដាក់អីដូចខ្ញុំចឹងមកហើយយើងដាំទឹកក្តៅពុះហើយយើងយកទឹកក្តៅរបស់យើងហ្នឹងយកមកដាក់ជាមួយនឹងមីយើងមកសម្រាប់មីនេះគឺខ្ញុំមានពីររសជាតិបងមានរសជាតិតុងញ៉ាំមួយហើយនិងរសជាតិសាច់ជ្រូកឌីនច្រាមអញ្ចឹងយើងដាក់ទឹកក្តៅវាស្រូបចឹងមកហាត់ក្លិនតិចឈ្ងុយមែនតើហើយខ្ញុំក៏មានដូចជាពងមាន់ជៀនជាមួយនឹងពេញប៉ោះដូចគ្នាបងដែរយកពងមាន់ជៀនមកពេញប៉ោះអត់ឆ្ងាញ់ណាស់ហើយនេះគឺជាម្ហូប3មុខដែលយើងមាន3រសជាតិនៅនឹងមានទាំងពងទាជៀនអីចឹងហើយឥឡូវមកធ្វើការភ្លក់ជាមួយខ្ញុំដាក់មីម្ចាស់នៅពីមុខចឹងញ៉ាំអត់អស់ទេដោយសារអីឈឺកាពះចឹងហើយអត់ហ៊ានញ៉ាំមីច្រើនខ្លាំងចុះពេទ្យអត់តន់បើបងណាឈឺកាពះដែរចឹងកុំញ៉ាំមីច្រើនពេកខ្លាចដោយសារអីពេលឈឺកាពះម្ដងអត់ស្រួលទេពិបាកខ្លាំងចុកម្ដងហៅម៉ែហៅឪបាយបាយបងអរគុណសម្រាប់ការមើលវីដេអូដល់ចប់ណា